សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការបើក share ពីទូរស័ព្ទដៃរបស់យើងទៅទូរស័ព្ទដៃឬក៏កុំព្យូទ័រដែលយើងចង់ share Wi-Fi អញ្ចឹងដើម្បីបើក share Wi-Fi ពីទូរស័ព្ទដៃរបស់យើងជាដំបូងបងប្អូនទាំងអស់គ្នាចូលមកកាន់វាថា setting តមកទីបងប្អូនរើមើលពាក្យថា personal hotspot ចេញចុចទៅលើវាមកតមកទីបងប្អូនចុចទៅលើចុចបើកទៅលើពាក្យថា allow order to join ចេញយើងបើកវាមកប៉ុណ្ណឹងគឺយើងបានបើក share ពីទូរស័ព្ទដៃរបស់យើងទៅទូរស័ព្ទឬក៏កុំព្យូទ័រដែលគេអាចភ្ជាប់ Wi-Fi របស់យើងបានអញ្ចឹងខាងក្រោមនេះជាកន្លែងដូរ password Wi-Fi របស់យើងករណីនៅពេលដែលទូរស័ព្ទរបស់យើងធ្លាប់បើក share ទៅឲ្យគេច្រើនអ្នកច្រើនប្រព័ន្ធអីចឹងទៅយើងចង់ផ្ដាច់ពីការ share របស់យើងទៅឲ្យគេទាំងអស់អញ្ចឹងយើងគ្រាន់តែដូរ password ចេញទៅគឺចុចដានមកប៉ុណ្ណឹងគឺយើងបានផ្ដាច់ Wi-Fi ពី device ឬក៏ទូរស័ព្ទគេអស់ហើយតើគេ Wi-Fi password របស់យើងសាមហើយទៅគេអាចបើក share ចូល Wi-Fi របស់យើងបានឬក៏មួយទៀតបងប្អូនទាំងអស់គ្នាអាចខ្ជិលចូលទៅកាន់ setting បងប្អូនទាំងអស់គ្នាគាត់អូសវាមកក្រោមអញ្ចឹងមកបងប្អូនចុចទៅលើរូបសេវាជាប់បងប្អូនមើលពាក្យថាខាងក្រោមនេះគេដាក់ថា personal hotspot ចាំបងប្អូនទាំងគ្នាគាត់ចុចបើកកន្លែងហ្នឹងមកគឺវាបើក share អូតូឲ្យអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជូនពរសំណាងល្អ